ប្រាសាទបេងមាលាប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលាស្រុកស្វាយលើខាងកើតជើងភ្នំកូលែនខាងកើតប្រហែល77គីឡូម៉ែត្រពីក្រុងសៀមរាបប្រាសាទនេះមានលក្ខណៈស្រដៀងទៅនឹងប្រាសាទអង្គរវត្តនិងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី2ដែរប្រាសាទនេះមានគោទឹកដ៏ធំប្រវែង1200គុណនឹង900ម៉ែត្រប្រាសាទបេងមាលាត្រូវបានសាងសង់នៅក្នុងចុងសតវត្សទី11និងដើមសតវត្សទី12លើផ្ទៃដីទំហំ14ហិកតាដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនានិកាយវិស្ណុនិយមដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលប្រាសាទអង្គរវត្តនោះដូច្នេះរាល់វត្ថុបំណងនិងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នាប្រាសាទអង្គរវត្តដែលប្រវត្តិសាស្ត្រចារទុកថាជាស្នាព្រះហស្ថរបស់ព្រះបាទសូរ្យវរ្ម័នទី2នោះសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុដោយមានកសិនទឹកគឺគូទឹកព័ទ្ធជុំវិញរាប់គីឡូម៉ែត្រខ័ណ្ឌទីតាំងប្រាសាទឲ្យคล้ายជាកោះមួយនោះដូច្នេះប្រាសាទបេងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរប្រាសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់និងថ្មបាយក្រៀមដែលមានទ្រង់ទ្រាយប្រហែលប្រាសាទអង្គរវត្តដែលបុរាណវិទូមួយចំនួនយល់ថាប្រាសាទបេងមាលាជាប្លង់មេឬថាបុព្វបុរសខ្មែរចាប់កសាងប្រាសាទនេះសិនមុននឹងឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញដោយមើលតាមគំរូដើមអ្វីដែលស្ថាបត្យករខ្មែរជំនាន់នោះធ្វើដោយខានមិនបានគឺការជីកកសិនទឹកនៅជុំវិញប្រាសាទដើម្បីយកអាចដីទៅចាក់គ្រឹះប្រាសាទការពារកុំឲ្យបាក់ស្រុតក៏ដូចជាការយកទឹកសម្រាប់ប្រើប្រាស់ផងទន្ទឹមនឹងនោះកសិនទឹកនីមួយៗបានคล้ายទៅជានិមិត្តរូបនៃសមុទ្រគោទឹកដោះនិវេសស្ថានព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនាសូមអរគុណ